សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលអ្នកកំពុងមើលថ្ងៃនេះខ្ញុំមានពីរបៀបនៃការដូរលេខចាស់របស់ Telegram ដែលយើងប្រើលេខចាស់ពីមុនយើងចង់ដូរដាក់លេខថ្មីបងប្អូនអូខេកុំឲ្យខាតពេលវេលាយូរបងប្អូនចូលទៅកាន់ Telegram មកបន្តមកទៀតបងប្អូនឃើញសញ្ញាព្រួញដែលខ្ញុំដាក់ឲ្យគូវងមូលកន្លែងត្រី3ហ្នឹងបងប្អូនចូលមកកាន់កន្លែងហ្នឹងមកហើយបន្តមកទៀតបងប្អូនមកជ្រើសថាពាក្យថា setting បងប្អូនចុចចូលកន្លែងហ្នឹងមកកន្លែងកន្លងខ្ញុំអានខុសហើយបងប្អូនមកជាស្រ័យភាសាអង់គ្លេសខ្ញុំមកសូវស្ទាត់ដែរទេអូខេទៅពេលឃើញតម្រងបែបហ្នឹងបងប្អូនចុចយកកន្លែងលេខចាស់របស់យើងមកគូសញ្ញាព្រួយឲ្យបងប្អូនស្រួលការមើលហើយបន្តមកទៀតបងយើងចុចចូលបែបហ្នឹងបងប្អូនមើលសារជាថ្មីបើសិនជាបងប្អូនណាមើលអត់ទាន់បងប្អូនចុចមើលដូចខ្ញុំសារថ្មីហ្នឹងមកអូខេខ្ញុំធ្វើឲ្យមើលសារថ្មីឥឡូវបងប្អូនមើលអត់ទាន់អូខេនៅពេលដល់កន្លែងហ្នឹងបងប្អូនត្រូវវាយលេខថ្មីបងប្អូនចូលបងប្អូនណាសូមបញ្ជាក់កន្លែងហ្នឹងគឺវាយលេខថ្មីរបស់យើងចូលហើយឥឡូវយើងដាក់អញ្ចឹងគឺត្រូវហើយយើងគ្រាន់តែដូរតលេខទៅគឺបានហើយមានភាពងាយស្រួលមែនតើបងប្អូនវាយលើបែបហ្នឹងហើយកន្លែងនេះសារតែខ្ញុំមើលលេខទូរស័ព្ទរបស់ខ្ញុំអត់ទាន់ច្បាស់ដោយសារលេខខ្ញុំទើបតែទិញមកថ្មីផ្លាស់ប្ដូរវាភ្លាមមើលអត់ទាន់ដែរបងប្អូនយើងចុចចេញមកហើយសូមបញ្ជាក់តិចនៅពេលដែលចុចចូលមកដល់បែបហ្នឹងគឺបងប្អូនត្រូវចាំថាក្រុមហ៊ុនគេនឹងខលមកហើយខលមកបងប្អូនត្រូវទៀងចាំស្ដាប់នៅលេខកូដរបស់យើងឲ្យបានច្បាស់ឲ្យមែនតើដោយសារតែក្រុមហ៊ុនទេមកគឺអត់មានពេលយូរទេយ៉ាងច្រើនទៅមួយហើយជា30វិនាទីទេគេនឹងបិទហើយអញ្ចឹងបងប្អូនត្រូវទៀងចាំឲ្យច្បាស់នៅលេខកូដ5ខ្ទង់នឹងឲ្យមែនតើហើយលេខកូដហ្នឹងនៅពេលដែលបង login ចូលមកសារថ្មីបងប្អូនត្រូវយកលេខហ្នឹងមកដាក់ជាមួយនឹងលេខទូរស័ព្ទហ្នឹងមកត្រូវបងបើបងអញ្ចឹងទេគឺបងប្អូនទាំងអស់គ្នាគឺប្រើTelegram នឹងអត់បានទេអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងគឺបងប្អូនត្រូវតែចាំលេខកូដ5ខ្ទង់ខ្លួនឯងឲ្យបានច្បាស់គឺអត់អាចភ្លេចបានទេអញ្ចឹងនៅដល់កន្លែងនេះគឺដោយសារតែខ្ញុំវាលេខខ្វះមួយលេខអញ្ចឹងខ្ញុំចូលទៅសារថ្មីបងប្អូនទាំងអស់គ្នាភាសាខ្ញុំវាលេខខ្វះមួយលេខនេះបងប្អូនទេអញ្ចឹងខ្ញុំដាក់លេខ0ទៀតមិញមានតែ88ទេបងប្អូនអញ្ចឹងវាលេខសារថ្មីអូខេឥឡូវចាំក្រុមហ៊ុន call មកចាំក្រុមហ៊ុន call មកហើយបងប្អូនចាំទីងស្ដាប់ទាំងអស់គ្នាថាក្រុមហ៊ុន call មកយ៉ាងម៉េចខ្លះហើយប្រាប់លេខកូដយ៉ាងម៉េចខ្លះអញ្ចឹងនេះបងប្អូនចាំមើលក្រុមហ៊ុនគេ call មកបែបហ្នឹងអូខេឥឡូវខ្ញុំចាំមើលទទួលហើយចាំស្ដាប់លេខកូដរបស់គ្នាហើយលេខនេះខ្ញុំគ្រាន់តែ Telegram គ្រាន់តែបង្កើតទុកប៉ុនពេលម្ដងកើតអូខេអញ្ចឹងយើងបានចប់ស្ដាប់លេខកូដហើយយើងយកមកវាចូលបងប្អូនទាំងអស់គ្នាឃើញមែនទេអានេះគឺខ្ញុំបើកឲ្យមើល direct តែម្ដងដោយសារតែ Telegram ខ្ញុំច្រើនដែរអញ្ចឹងខ្ញុំបង្កើតអញ្ចឹងគ្រាន់តែទុកស្គួរទេខូចអីអញ្ចឹងយើងអាចផ្លាស់ប្ដូរមួយទៀតបានអញ្ចឹងទៅបងប្អូនអញ្ចឹងបងប្អូននេះជាការស្រេចយើងគ្រាន់តែគ្រីសយកតែម្ដងទៅគឺជាការស្រេចអូខេអញ្ចឹងវីដេអូហ្នឹងគឺចង់បង្ហាញដល់ពុកម៉ែបងប្អូនណាដែលគាត់ចង់ដូរ password ថ្មីដូរលេខថ្មីបងប្អូនត្រូវតែធ្វើដូចខ្ញុំអញ្ចឹងហើយដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺត្រូវតែរងចាំយូរដែរសមមតែក្រាំងក្រុមហ៊ុនគេខលមកប្រហែលជា7 នាទីហើយសម្រាប់តែលេខណាដែលអត់ទាន់ឲ្យបង្កើតបានទេឬក៏ឲ្យរងចាំបងប្អូនត្រូវមើលឲ្យម្ដងទៀតហើយនេះគឺខ្ញុំគឺជាដែលក្រុមហ៊ុនគេផ្ញើឲ្យយើងណាឲ្យយើងមើលចំណាំអញ្ចឹងយើងបានដូរពីលេខចាស់នោះមកដាក់លេខថ្មីហើយលេខចាស់នោះយើងប្រើបានទៅ2ខែទេហើយបន្តនឹងទៅមេឃភ្លៀងក៏វាខូចលេខហ្នឹងទៅក៏ដាក់លេខថ្មីហើយលេខថ្មីហ្នឹងខ្ញុំប្រហែលជាអត់ចាំច្បាស់ដែរអញ្ចឹងទៅខ្ញុំក៏បង្កើតដាក់សារថ្មីដើម្បីឲ្យមានភាពងាយស្រួលត្រង់ពុកម៉ែបងប្អូនមើលទៅតាមវិធីសាស្ត្រការធ្វើហ្នឹងទៅហើយវីដេអូហ្នឹងខ្ញុំក៏ធ្វើបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនណាដែលគាត់ចង់ដូរដូចខ្ញុំអូខេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនចូលចិត្តវីដេអូហ្នឹងកុំភ្លេចជួយ Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មី